ពួកឃើញថាល្អនឹងឆ្លើយថាមិនមានតែ yes ខ្ញុំពឹងទុកថាខ្ញុំនឹងបង្ហាញនៅក្បាច់គុនខ្មែរបុរាណដល់ទស្សនិកជនថាក្បាច់គុនខ្មែរពិតជាអស្ចារ្យមិនចាញ់ក្បាច់គុនបរទេសឡើយហើយពួកខ្ញុំទាំងពីរបានត្រៀមលក្ខណៈត្រៀមទាំងចិត្តទាំងកាយនិងបច្ចេកទេសដែលពួកខ្ញុំបានហាត់រៀនជាយូរថ្ងៃមកហើយខ្ញុំនឹងយកមកបញ្ចេញនៅយប់នេះដើម្បីឲ្យទស្សនិកជនទាំងអស់គាំទ្រយើងទាំងពីរនាក់មានអារម្មណ៍មួយជឿជាក់ថាទស្សនិកជននឹងចូលរួមបោះឆ្នោតឲ្យពីអ្នកខ្ញុំបានដែលឈានពីវគ្គពាក់កណ្ដាលបៃផតរហូតដល់វគ្គផ្ដាច់ព្រាត់នៅពេលខាងមុខនេះ Somebody's got talent The number you have dialed is not in service at this time. Hello. Who's this? Bà ấp sao to chuột chất mình tên và chúng mình khá sống lại mới đi cắt sống vạ ba ở con chân mà smart mà toàn chop ở mạnh mình bà ô bạn
ការសម្ដែងនេះគឺថាគ្រោះថ្នាក់ខ្លាំងណាស់បើសិនជាបងប្អូនមិនបានហាត់ទេគឺគុំសាកល្បងឲ្យសោះយកដងរៃវាយគ្នាជាងកុំឲ្យសោះណាបាទអាចលក្ខណៈប៉ោងនិងបែកជាយថាហេតុអរគុណឥឡូវសូមសួរទៅខាងបេក្ខជនទាំងពីរតើអារម្មណ៍យ៉ាងណាដែរនៅពេលដែលបានឈានមកដល់អូវៈពាក្យកណ្ដាលបែបប្រុសបែបនេះបាទសូមបាទទៅកាន់បាទគឺថាហត់ដែរបាទកំពុងតែហត់ដកខ្យល់យកខ្យល់មកសិនមកបាទសូមចេញបាទអារម្មណ៍យ៉ាងណាដែរនៅពេលដែលបានបង្ហាញសមត្ថភាពនៅក្នុងវគ្គ live show បាទជូនដល់បងប្អូនយើងបាទខ្ញុំមានមោទនភាពចំពោះចាច់ទាំង3ដែលបានឲ្យឱកាសខ្ញុំបានចូលដល់វគ្គ live show នេះតែអាចពួកខ្ញុំបានបញ្ចេញនៅទឹកកសលជាពិសេសគឺខ្ញុំបង្ហាញ3គុណខ្មែរបុរាណគឺបុកតោមិនទៅបាទមើលទៅតង្ហក់មែនតើហ្មងហ៎បាទតង្ហក់តង្ហើមយ៉ាងរឹតហ្មងអត់អីវាប៉ះពាល់តាណាទេណាអត់អីណាសម្រាប់ខ្ញុំវិញសบายចិត្តត្រេកអរចង់លៀនកឡើតត្រូវគេវាយឡើងផាំងមិញហើយសบายចិត្តទៀតហ៎សบายចិត្តគេវាយហ្នឹងមិនបាទសบายចិត្តថៃទ្រូងថៃអូត្រូវមួយជើងអេលេញីបាទហើយហ្នឹងបាទតែមិនទៅអារម្មណ៍ពេលនេះបាទបន្តទៀតបាទអារម្មណ៍ពិតជាត្រេកអរយ៉ាងអូបានគេវាយអរមែនត្រូវមួយជើងអារម្មណ៍ពិតជាត្រេកអរបាទអរគុណបាទចំពោះយោបល់របស់អ្នកទាំងពីរបាទដល់ពេលនេះគឺសូមជូនជាដំបងដល់បាទចាត់គឺលោកព្រាបសុវត្ថិទៅប្រមាណដៃប្រមាណជើងប្រមាណដងរែកឯនៅតែត្រេកអរទៀតអត់គាត់ទៅចិត្តឲ្យគេវាយបងត្រេកអរព្រោះទស្សនិកជនទាំងអស់បានផ្ទះដៃហូរកញ្ជ្រៀវអញ្ចឹងអរគុណបងតាពីសម្ដែងបានល្អមើលទៅគឺយើងមានអារម្មណ៍មើលទៅជក់ចិត្តហើយក្បាច់ដែលយើងវាយយើងមើលទៅបងអត់ចេះក៏ប៉ុន្តែមើលទៅអត់ឆ្កងមើលទៅដូចជាស៊ីសង្វាក់គ្នាជូនពរឲ្យបងអូនជាប់នៅក្នុងវគ្គនេះអរគុណបាទអរគុណច្រើនចំពោះមតិយោបល់ដ៏ល្អពីចាច់បាត់សវត្ថផងដែរជាបន្តសូមអញ្ជើញចាច់សុខីមបាទចាកាលពីវគ្គមុនគឺលើកយកក្បាច់របស់កតោសុតហ្មងតែលើកនេះប្រហែលជាលាយណាលាយមានលាយខ្ញុំមើលទៅដូចលាយក៏ពិតពួកខ្ញុំចង់លើកពីវត្ថុដែលធ្វើអំពីស្លឹកត្នោតដើមត្នោតទឹកត្នោតហើយបានបូកផ្សំមកទៅជាក្បាច់មួយដើម្បីជាការច្នៃប្រឌិតឲ្យទស្សនីយភាពនឹងថ្មីឲ្យថ្មីចាតែជំរឿននៅលើទូក្បាច់ទេបាទអត់ជើងគាត់អត់ស្ងៀមដូចចង់ទាត់ស្បែកគង់មិនអត់ទេធម្មតានេះបណ្ដាលតិចថាច្រឡំលោកសុគន្ធមកថាស្បែកគង់ទេសូមម្ដងរែកមើលមិនគង់មិនគង់ដឹងទេបាទនៅស្ងៀមចូលចិត្តពេញចិត្តឲ្យគាត់សាងម្ដងរែកទេបាទអាណិតទៅបាទនេះចម្រាញ់ចូលចិត្តលេងខ្ញុំក៏បានដែរមិនចាំបាច់គាត់ទេខ្ញុំក៏ចេះវាយដែរមកធ្វើវាយម្ដងរែកឯងឥឡូវចាំទៅក្រោយឆាកចាំខ្ញុំឲ្យសាកទៅបានហើយបាច់សាកមុខចាំខ្ញុំលុយវាយពីក្រោយអត់អីទេបាទចាឃើញថាអ្នកទាំងពីរបានជ្រើសរើសយកក្បាច់របស់កតោនេះប្លែកការសម្ដែងនេះមួយនេះគឺប្លែកពីគេហើយការសម្ដែងរបស់កាលពីមុននេះខ្ញុំមើលឃើញថាសម្ដែងរបស់កតោសុតហ្មងតែលើកនេះលាយដូចជាក្បាច់គុណវាដូចជាការ៉ាតេអីខ្លះដែរចាអញ្ចឹងឃើញថាការផ្លាស់ប្ដូរការសម្ដែងរបស់អ្នកទាំងពីរមកពីខ្ញុំចូលចិត្តក្បាច់គុណដល់អញ្ចឹងចេះតាមដានណាហ្នឹងហើយបើខ្ញុំរៀនក្បាច់គុណបានខ្ញុំវាយពួកស្បែកគង់ហ្មងតែខ្ញុំអត់ចេះដើរច្រៀងដើររាំទៅបានរៀនទេក្បាច់គុណហ្នឹងចានេះខាត់សុខីមចូលចិត្តក្បាច់អីជាងគេសង្ហែពេឬក៏ខ្លាក្រាបឬក៏ក្បាច់ទ្វារ8ឬក៏ក្បាច់ស្វាយបាទសង្ស័យក្បាច់កណ្ដូបបុកស្រូវណែឬក៏ក្បាច់រៀងអង្គតិចទៅឬក៏មិនដែរបាច់អង្គនឹងទុកឲ្យចម្រុងឯងបុកុយទៅគាត់បកែចាអរគុណច្រើនឥឡូវនេះគឺសូមចូលរួមចាជាមួយនឹងអ្នកទាំងពីរណាអរគុណច្រើនអរគុណនៅក្នុងការបង្ហាញពីក្បាច់ខ្មែររបស់យើងសូមអរគុណច្រើនបាទអរគុណបាទឈ្មោះគណៈកម្មការខាត់សុខីមជាបន្តបាទគឺជូនដល់គណៈកម្មការ KOY បាទការពិតអូនទាំងពីរនាក់គឺមកពីខេត្តសៀមរាបហើយម្យ៉ាងទៀតឃើញថាយកផលិតផលសំខាន់គឺដើមត្នោតបាទមុខក៏ស្លឹកត្នោតមានដងរែកក៏ត្នោតដល់ហើយតាំងពីស្ករស្រាក់ផងបាទស្ករស្រាក់មិនស្ករស្រាក់មានស្ករស្រាក់ហ្នឹងមានស្ករទៀតទេតែកាបូបលុយនេះស្បែកសុទ្ធបាទបូបលុយស្បែកបាទនិយាយចុះស្លឹកត្នោតទៅធ្វើ
បោកលុយcao nó ខ្លាចគេយ៉ាយោបាទគុណឃើញថាសម្ដែងបានល្អបាទក្បាច់របស់ខ្មែរយើងក៏មិនធម្មតាទេគឺថាល្អណាស់បាទហើយការមានដៃគេជួលទៅថតកុនថតអីទេនៅរងចាំចប់កថានេះបាទខ្ញុំជឿថាអ្នកផលិតកម្មមួយចំនួនហ្នឹងណាគឺចាំហើយចាំនឹងថាចប់កម្មវិធីនេះបងអូននឹងមានដូចថាទីផ្សារច្រើនហើយព្រោះខ្សែភាពយន្តយើងចេញច្រើនបាទអរគុណច្រើនបងបាទអរគុណចំពោះការ comment របស់គណៈការទាំង3ផ្ដល់មតិយោបល់យ៉ាងល្អជូនដល់បេក្ខជនទាំងពីររូបអញ្ចឹងបើសិនជាលោកអ្នកចង់ឲ្យក្តីសម័យរបស់គាត់ខ្លាចជាការពិតខ្លាចជាតារាសម្ដែងមួយរូបដែលឲ្យគេវាយទាត់ធាក់តាមចិត្តឬក៏វាយគេវិញនោះគឺលោកមានតែលោកអ្នកទេគឺចង្អុលដៃរបស់លោកអ្នកជាអ្នកគ្រប់គ្រងក៏ដូចជាបង្ហាញនៅភាពស្រឡាញ់ក៏ដូចជាបង្កើតនៅក្តីសម័យរបស់គាត់ខ្លាចជាការពិតនៅក្នុងឱកាសក្រោយៗទៀតនៅក្នុងកម្មវិធី Cambodia Got Talent បាទសម្រាប់លោកអ្នកគឺអាចផ្ញើសារទៅបាទកាន់បាទ Smart Cell Card និងបាទ Mid Phone ផងដែរដែលនៅក្នុងនោះគឺលោកអ្នកអាចវាយបាទលេខកូដគឺលេខសម្គាល់លេខ7បាទទៅកាន់2014បាទសូមគ្រប់គ្រងជាមួយនឹងបេក្ខជនរបស់យើងទាំងពីរផងបាទអរគុណច្រើនបាទសូមបញ្ជាក់ជូនថាលុះត្រាតែការសម្ដែងទាំង8ត្រូវបានបញ្ចប់ទើបលោកអ្នកបានអាចបោះឆ្នោតបានជូនដល់បេក្ខជនបេក្ខជនទាំង8រូបបាទអរគុណសូមទាំងពីរសម្រាប់សិនបាទអរគុណបាទអរគុណច្រើនសម្រាប់សិនចុះបាទនៅវគ្គក្រោយលោកអ្នកបានជួបជាមួយនឹងការសម្ដែងដ៏អស្ចារ្យរបស់បេក្ខជនបេក្ខនារីដែលជាប់នៅប៊ូតុងមាសដែលចុចដោយនាងខាត់សុខីមិនដឹងថាមានអ្វីប្លែកទេនៅពេលនេះកម្មវិធីរបស់យើងសូមញ៉ាំសម្រាប់មួយផ្លែសិនបាទ